អតីតគ្រូបង្រៀននៅវត្តសំពៅមាសនូងួនគឺជាគ្រូបង្រៀននៅសាលាបឋមសិក្សាវត្តសំពៅមាសក្រុងភ្នំពេញដែលបានទៅបន្តការសិក្សាផ្នែកប្រវត្តិសាស្ត្រនៅប្រទេសបារាំងរហូតដល់ឆ្នាំ1976ទើបត្រឡប់មកប្រទេសកម្ពុជាវិញនូងួនត្រូវអង្គការសម្លាប់ចោលនៅថ្ងៃទី28ខែមករាឆ្នាំ1977បន្ទាប់ពីបានសួរចម្លើយអស់រយៈពេល4ថ្ងៃខាងក្រោមនេះជាសេចក្តីសង្ខេបចម្លើយសារភាពរបស់នូងួនមានស្រុកកំណើតនៅភូមិក្រាំងជែកឃុំប្រណិតពៀនស្រុកគងពិសីខេត្តកំពង់ស្ពឺនូងួនបានសិក្សាបឋមសិក្សានៅខេត្តកំពង់ស្ពឺចាប់ពីឆ្នាំ1955ដល់ឆ្នាំ1963នៅពេលនោះនូងួននិងមិត្តភ័ក្តិជិតស្និទ្ធតែងតែត្រូវលោកគ្រូរបស់ខ្លួនអប់រំឲ្យជឿតាមគំនិតគាត់រៀងខ្លួនក្នុងនោះលោកគ្រូជាសវង្សគឺអប់រំឲ្យស្អប់ចលនារបស់ប្រជាជនបដិវត្តន៍ក្នុងការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំងឆ្នាំ1960នូងួនត្រូវបានលោកគ្រូឈ្មោះជួបសារឿនអប់រំឲ្យចេះស្រឡាញ់បុណ្យស័ក្តិហ៊ឺហាតាមរបៀបអ្នកក្រុងឆ្នាំ1961លោកគ្រូសៀងណៃបានបញ្យល់ណែនាំនូងួនថាប្រជាជនបដិវត្តន៍គឺជាអ្នកបម្រើយួនហើយពួកអាណានិគមនិយមបារាំងគឺជាអ្នកនាំមកនូវការរីកចម្រើនលូតលាស់គ្រប់បែបយ៉ាងដល់ប្រទេសកម្ពុជាឆ្នាំ1963នូងួនបានមកបន្តការសិក្សានៅវិទ្យាល័យប្រយុទ្ធកន្ធរក្រុងភ្នំពេញនូងួនត្រូវមិត្តភ័ក្តិជាច្រើនបញ្យល់ឲ្យខ្លួនមានគំនិតប្រឆាំងនឹងយុវជនបដិវត្តន៍ដែលរៀននៅក្នុងសាលារៀនជាមួយគ្នាឆ្នាំ1964នូងួនបានចូលរៀនភាសាអង់គ្លេសជាមួយសាស្ត្រាចារ្យជនជាតិអាមេរិកម្នាក់ឈ្មោះ Rizal សាស្ត្រាចារ្យរូបនេះបានបញ្យល់បង្ហាញនូងួនអំពីការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចនិងនយោបាយរបស់សហរដ្ឋអាមេរិកហើយថែមទាំងបង្ហាញថាសហរដ្ឋអាមេរិកនឹងបន្តជំនួយសេដ្ឋកិច្ចនិងយោធាដល់ប្រទេសកម្ពុជាឲ្យលូតលាស់តទៅទៀតខែឧសភាឆ្នាំ1966នូងួននិងមិត្តភ័ក្តិឈ្មោះជាយុទ្ធសំអឿនឈៀងទូចអ៊ូវ៉ាន់ឌីព្រំសង្វារនិងពេជ្រឈុនបាននាំគ្នាចូលជាសមាជិក CIA នៅស្ថានទូតអាមេរិកប្រចាំកម្ពុជាតាមរយៈ Rizal លក្ខខណ្ឌនៃការចូលនោះដំបូងមានចុះហត្ថលេខាលើកិច្ចសន្យានិងបំពេញការងារផ្សេងរបស់អង្គការ CIA អាមេរិកនៅកម្ពុជាដោយដើរស៊ើបរកមើលខ្សែបណ្ដាញរបស់ចលនាបដិវត្តន៍នៅគ្រប់ទីកន្លែងឃោសនានយោបាយចិត្តសាស្ត្រដល់ប្រជាជនកម្ពុជានៅក្នុងប្រទេសនិងស្វែងរកភ្នាក់ងារថ្មីដែលមានចិត្តស្មោះត្រង់មិនវិកវេនិងអនុវត្តការងាររបស់អង្គការ CIA ដោយគ្មានលក្ខខណ្ឌនូងួនបានទទួលប្រាក់ឧបត្ថម្ភចំនួន$400សហរដ្ឋអាមេរិកក្នុងមួយខែពីអង្គការនេះខែធ្នូឆ្នាំ1966នូងួនបាននាំមិត្តភ័ក្តិ5នាក់ទៀតឲ្យចូលជាសមាជិក CIA ដែរឆ្នាំ1967នូងួននឹងឈ្មោះជាយុទ្ធសំអឿនដែលមានគំនិតប្រឆាំងនឹងចលនាបដិវត្តន៍បានឃោសនាឲ្យមានចលនាប្រឆាំងនឹងបដិវត្តន៍ក្នុងពេលដែលសភាពការកំពុងតែចលាចលហើយបានរាយការណ៍ទៅឲ្យក្រសួងសម្ងាត់របស់ឧត្តមសេនីយ៍លន់ នល់ឲ្យចាប់មេដឹកនាំនិស្សិតបដិវត្តន៍នៅក្នុងវិទ្យាល័យនេះទៅព្រមានក្រោយពីនោះទៀតនូងួននិងច័ន្ទគីសូយបានរាយការណ៍ទៅឲ្យមេប៉ូលីសម្នាក់ឈ្មោះស៊ីផូថានៅក្នុងវិទ្យាល័យយុគន្ធរមានសិស្សខ្មែរក្រហម3នាក់ឈ្មោះម៉ែនជុនម៉ែនសារ៉ូនិងកែស្រេងកំពុងធ្វើសកម្មភាពប្រឆាំងនឹងកងទ័ពជាតិប៉ុន្មានថ្ងៃក្រោយមកសិស្សទាំង3ត្រូវបានចាប់ខ្លួនទៅសួរចម្លើយដើម្បីតាមចាប់មេដឹកនាំធំ4ខែក្រោយនូងួនបានផ្ដល់ដំណឹងដល់ស៊ីផូម្ដងទៀតឲ្យមកចាប់សិស្សម្នាក់ឈ្មោះលុចសឿនដែលជាសមាជិកសមាគមមួយមានទីស្នាក់ការនៅផ្លូវត្រសក់ផ្អែមនៅខែធ្នូបន្ទាប់ពីបានចូលរួមសកម្មភាពចាប់ខ្មែរក្រហមនៅភ្នំពេញរួចនូងួនក៏បាននាំមិត្តភ័ក្តិរបស់ខ្លួន5នាក់ឈ្មោះសចម្រើនច័ន្ទគីសូយជាចម្រើនណប់ភីវ៉ាន់សុកមនីចូលជាភ្នាក់ងារ CIA នៅផ្ទះរបស់សាស្ត្រាចារ្យ Rizal ឆ្នាំ1968ដល់69ជាឆ្នាំដែលត្រូវបញ្ចប់ការសិក្សានៅវិទ្យាល័យនូងួននិងមិត្ត3នាក់បានផ្លាស់ទៅរៀននៅវិទ្យាល័យស៊ីសុវត្ថិ
នៅចន្លោះឆ្នាំនេះនូងួននិងមិត្តភ័ក្តិ3នាក់បានធ្វើសកម្មភាពយ៉ាងច្រើននៅក្នុងសាលាដោយរាយការណ៍ទៅប៉ូលីសស៊ីផូឲ្យចាប់លោកគ្រូម៉ៅរុនបង្រៀននៅសាលាបឋមសិក្សានាគវ័នពីបទឃោសនាចេញមុខនៅក្នុងជួរបុគ្គលិកសិក្សាប្រឆាំងនឹងសកម្មភាពរបស់កងទ័ពជាតិដែលធ្វើការឆែកឆេរផ្ទះរបស់ហ៊ូយ៉នខៀវសំផននិងហ៊ូនឹមដើម្បីរកឯកសារភស្តុតាងវិធានសនាប្រឆាំងនយោបាយប្រទេសជាតិនិងសិស្ស2នាក់ទៀតឈ្មោះចែមនាងនិងដុចប្រាងនៅវិទ្យាល័យស៊ីសវត្តពីបទថាសិស្សទាំង2នាក់នេះបានបិទខិត្តប័ណ្ណជំរុញឲ្យសិស្សនៅក្នុងសាលាចូលរួមបះបោរនឹងសារព័ត៌មានខ្មែរឯករាជ្យមួយដែលបានសរសេរប្រមាថមើលងាយក្មេងវត្តឆ្នាំ1969នូងួននិងមិត្តភ័ក្តិ2នាក់និងសាស្ត្រាចារ្យឈ្មោះសាំងសារ៉ូតែងតែធ្វើសកម្មភាពប្រឆាំងនឹងនិស្សិតបដិវត្តន៍ជានិច្ចហើយរាយការណ៍ពីសិស្សឈ្មោះអួងសាវ៉ាតនិងកែអ៊ុនថាអ្នកទាំងនោះបានឃោសនាថាសម្ដេចសីហនុនិងលន់នល់ជាអ្នកសម្លាប់តំណាងរាស្ត្រទាំង3ហើយថែមទាំងបានចោទប្រកាន់សម្ដេចសីហនុនិងលន់នល់ថាធ្វើនយោបាយលួចជាតិឲ្យអាមេរិកាំងសិស្សទាំង2នាក់នេះក្រោយមកក៏ត្រូវស៊ីផូចាប់ខ្លួនដែរឆ្នាំ1970នូងួនបានចូលសិក្សានៅមហាវិទ្យាល័យគរុកោសល្យឆ្នាំនោះគាត់បានធ្វើសកម្មភាពច្រើនជាមួយនិស្សិតគ្រូបង្រៀននិងសាស្ត្រាចារ្យនៅក្នុងមហាវិទ្យាល័យដោយបំផុសឲ្យនិស្សិតគ្រូចូលរួមធ្វើបាតកម្មប្រឆាំងនឹងយន្តកុម្មុយនីសដែលមកតាំងលំនៅនៅតាមព្រំដែនខាងកើតនៃទឹកដីកម្ពុជានូងួនបានសរសេរថាខែមីនាឆ្នាំ1970នេះអង្គការ CIA មានផែនការបញ្ចូលប្រទេសកម្ពុជាឲ្យទៅជាមូលដ្ឋានសឹកសម្រាប់ធ្វើសង្គ្រាមទប់ទល់នឹងចលនាកុម្មុយនីសឥណ្ឌូចិនដោយអនុវត្តទៅតាមផែនការទី1ទប់ទល់នឹងសកម្មភាពរបស់ខ្មែរក្រហមដែលនៅសេសសល់ផ្ដួលរំលំអ្នកកាន់អំណាចមួយចំនួននៅក្នុងរដ្ឋាភិបាលនិងរដ្ឋសភាដែលមានបំណងប្រឆាំងនឹងកងទ័ពជាតិនិងទី2បង្ខំឲ្យរដ្ឋសភាបោះឆ្នោតជាចំហដើម្បីចោទបង្កាច់សម្ដេចសីហនុថាជាអ្នកលក់ទឹកដីឲ្យយេកុងនៅដើមខែមេសាមេខ្មែរក្រហមមួយចំនួនបានបាត់ខ្លួនហើយមួយចំនួនទៀតត្រូវបានចាប់ឃុំឃាំងនូងួននិងសមាជិក8នាក់ទៀតបានប្រជុំរៀបចំគម្រោងធ្វើបាតកម្មនិងក្តាប់សភាពការជុំវិញខ្លួនក្រែងមានការរំជើបរំជួលនៅក្នុងទីក្រុងភ្នំពេញនូងួនបានបញ្ចូលគ្រូបង្រៀន3នាក់ឈ្មោះឃ្លោកយំវ៉ាន់ថេតនិងជូផលីនិងបញ្ចូលរហូតដល់គាត់ទាំង3សុខចិត្តចូលជាភ្នាក់ងារ CIA ការងារជាបន្តបន្ទាប់របស់នូងួននិងសមាជិករបស់គាត់គឺតាមស៊ើបរកខ្សែរយៈយួនកុម្មុយនីសដែលបង្កប់ខ្លួននៅភ្នំពេញនូងួនបានរកឃើញនិងរាយការណ៍ឲ្យស៊ីផូទៅចាប់ខ្លួនជនដែលសង្ស័យមកសួរចម្លើយជាបន្តបន្ទាប់ឆ្នាំ1971នូងួនបានទៅបង្រៀននៅសាលាបឋមសិក្សាបាក់ទូកជាមួយនឹងការងារបង្រៀននេះគាត់បានបំពេញការងាររបស់ខ្លួនមួយទៀតគឺបញ្ចូលគ្រូបង្រៀន3នាក់ឈ្មោះទូចបន្ទឺមុកសុននិងអ៊ីវយ៉ាតដែលកំពុងបំពេញសំណុំបែបបទចូលបម្រើកងទ័ពសាធារណរដ្ឋឲ្យផ្លាស់ប្ដូរចិត្តទៅធ្វើជាគ្រូបង្រៀនដដែលព្រមទាំងសុំចូលជាភ្នាក់ងារ CIAអ្នកទាំងអស់នេះត្រូវបាននូងួនបញ្ចូលឲ្យទៅបង្កប់ខ្លួននៅតាមតំបន់រំដោះនានាដូចជាខេត្តកំពង់ចាមនិងខេត្តក្រចេះជាដើមមុកសុនបានបាត់ខ្លួនចំណែកប៊ុនទឺត្រូវស្លាប់ដោយសារការប៉ះទង្គិចរវាងកងទ័ពបដិវត្តន៍និងកងទ័ពសាធារណរដ្ឋខ្មែរនៅខែវិច្ឆិកានូងួនបានបន្តសកម្មភាពរបស់ខ្លួននៅផ្សារកំពង់ត្រាំក្នុងខេត្តកំពង់ស្ពឺហើយបានរាយការណ៍ទៅថ្នាក់លើឲ្យចាប់ជនសង្ស័យចំនួន3នាក់ជាកម្លាំងរបស់អង្គការបដិវត្តន៍ដែលបង្កប់ខ្លួនក្នុងជួរកងទ័ពសាធារណរដ្ឋខ្មែរនិងម្នាក់ទៀតដែលចូលទៅបញ្ចូលឲ្យបុគ្គលិកសិក្សានៅសាលាបាក់ទូករត់ចូលព្រៃឆ្នាំ1972នូងួនបានចូលរៀននៅមហាវិទ្យាល័យអក្សរសាស្ត្រមនុស្សសាស្ត្រនិងមហាវិទ្យាល័យច្បាប់ពេលនោះនូងួនចាប់ផ្ដើមស៊ើបរកនិស្សិតបដិវត្តន៍នៅទីនោះតាមការចាត់តាំងរបស់អង្គការ CIA មានពេលមួយក្នុងអង្គប្រជុំជាមួយសមាគមនិស្សិតនៅមហាវិទ្យាល័យ
នូងួនបានឡើងបញ្ចេញយោបល់ដើម្បីបញ្ចុះបញ្ចូលនិស្សិតទាំងនោះឲ្យប្រឆាំងនឹងការវាយប្រហារផ្នែកយោធារបស់កងទ័ពបដិវត្តន៍នៅក្នុងខេត្តតាកែវនិងខេត្តត្បូងភ្នំពេញប៉ុន្តែមាននិស្សិតម្នាក់ក្នុងចំណោមនោះឈ្មោះឋានរៈបានងើបឡើងប្រឆាំងហើយដាក់ទោសទៅលើរដ្ឋាភិបាលលន់នល់ថាជារដ្ឋាភិបាលផ្ដាច់ការយោធានិយមនិងថ្កោលទោសចក្រពត្តិអាមេរិកជាអ្នកនាំវិនាសកម្មចូលប្រទេសកម្ពុជានិស្សិតទាំងអស់សុទ្ធតែគាំទ្រគំនិតរបស់ឋានរៈលើកលែងតែមិត្តថ្មី5នាក់របស់នូងួនប៉ុណ្ណោះនិស្សិតម្នាក់នេះត្រូវនូងួនផ្ដាល់ដំណឹងមកឲ្យស៊ីផូចាប់ខ្លួនយកទៅឃុំឃាំងហើយក្រោយមកបានចាប់និស្សិតមហាវិទ្យាល័យច្បាប់ឆ្នាំទី2ម្នាក់ទៀតឈ្មោះសុធារីបន្ទាប់ពីបានរកឃើញថាឈ្មោះនេះជាអ្នកសរសេរខិត្តប័ណ្ណបាចអំពាវនាវឲ្យនិស្សិតងើបឡើងប្រឆាំងនឹងចក្រពត្តិអាមេរិកលន់នល់សិរីមតៈនិងសឿងអុកថាញ់និងឲ្យចូលរួមជាមួយរណសិរ្សរួបរวมជាតិកម្ពុជាដើម្បីរំដោះប្រទេសឲ្យផុតពីសង្គ្រាមវិនាសកម្មដែលបង្កឡើងដោយចក្រពត្តិអាមេរិកនិងបរិវារនៅភ្នំពេញបាងកកនិងព្រៃនគរនៅក្នុងខែមិថុនាការបះបោររបស់និស្សិតបានរីករាលដាលគ្រប់មហាវិទ្យាល័យទាំងអស់នៅទីក្រុងភ្នំពេញហើយបាតកម្មរបស់ក្រុមយុវជននៅតាមវិទ្យាល័យនិងនៅជនបទនានាក៏បានផ្ទុះឡើងព្រមគ្នានូងួនស៊ីផូនិងភ្នាក់ងាររបស់ខ្លួនបានបន្លំខ្លួនចូលក្បួនបាតកម្មដែរដោយបានចាប់ឈ្មោះប៊ុនរឿនជាអ្នកដឹកនាំសិស្សនិស្សិតបះបោរឲ្យមានកំហឹងបដិវត្តន៍បន្ទាប់មកបានបន្តចាប់សាស្ត្រាចារ្យ4នាក់ទៀតនៅមហាវិទ្យាល័យអក្សរសាស្ត្រឈ្មោះនូខឿនឋានរៈយិនចិត្តផលជាផ្លែងនិងនិស្សិតឈ្មោះខៀវសេរីវត្តជុំសុផលនិងហុយម៉ៅដែលឈ្មោះនេះមាននៅក្នុងឯកសាររបស់ប៊ុនរឿនបន្ទាប់ពីបាតកម្មនិងសកម្មភាពចាប់ខ្មែរក្រហមនៅក្នុងជួរនិស្សិតរួចមកនូងួននិងភ្នាក់ងាររបស់ខ្លួនបានទៅឃោសនារកសម្លេងឆ្នោតឲ្យអ៊ីនតាមដែលជាបេក្ខជនឈរឈ្មោះនៅខេត្តបាត់ដំបងនៅខែកក្កដានូងួនបានបញ្ចប់សកម្មភាពរបស់ខ្លួនដើម្បីរៀបចំសំណុំលិខិតឆ្លងដែនទៅសិក្សាផ្នែកប្រវត្តិសាស្ត្រនៅប្រទេសបារាំងនៅថ្ងៃទី10ខែសីហាឆ្នាំ1972នូងួនបានទៅដល់ប្រទេសបារាំងនូងួនត្រូវបានទទួលស្វាគមន៍ពីនិស្សិតខ្មែរម្នាក់ដែលជាតំណាងរណសិរ្សរួបរวมជាតិកម្ពុជាប្រចាំនៅប្រទេសបារាំងឈ្មោះសំប៊ុនហើយបាននាំគាត់ឲ្យទៅស្នាក់នៅផ្ទះខ្មែរដែលមានក្រុមនិស្សិតខ្មែរជាច្រើនរស់នៅទីនោះនូងួនបានស្គាល់និស្សិតខ្មែរជាច្រើនអ្នកដែលមានឈ្មោះស៊ីថុនគឹមវ៉ាអុកថុលយូលីប៊ុននីនិងសាស្ត្រាចារ្យកេងវ៉ាន់សាអ្នកទាំងនោះភាគច្រើនគឺជាអ្នកប្រឆាំងនឹងបដិវត្តន៍របស់ប្រជាជនកម្ពុជាដែរខែកក្កដាឆ្នាំ1973នូងួនបានទៅធ្វើការនៅសមាគមមួយឈ្មោះសមាគមនិស្សិតសាធារណរដ្ឋខ្មែរនៅប្រទេសបារាំងតាមរយៈសាស្ត្រាចារ្យកេងវ៉ាន់សាខែតុលានូងួនបានចូលរួមការប្រជុំមួយដែលដឹកនាំដោយកេងវ៉ាន់សានៅក្នុងស្ថានទូតខ្មែរប្រចាំប្រទេសបារាំងស្ដីអំពីការបង្ក្រាបចលនាបដិវត្តន៍របស់យុវជននិងនិស្សិតខ្មែរក្រហមនៅទីក្រុងភ្នំពេញនិងខេត្តនានាកម្មវិធីប្រជុំនោះមាន1បង្ក្រាបចលនានិស្សិតយុវជននិងបុគ្គលិកសិក្សាដែលបម្រើសកម្មភាពខ្មែរក្រហម2បញ្ចូលចលនាបះបោរនេះឲ្យចូលបម្រើក្នុងកងយោធាសាធារណរដ្ឋនិងការសម្រុះសម្រួលចលនានិស្សិតនិងក្រុមយោធាសាធារណរដ្ឋក្រោយមកនូងួនបានចូលបម្រើសកម្មភាពនៅសមាគមមួយដែលបង្កើតឡើងដោយនិស្សិត4នាក់ឈ្មោះអុកថុលនិស្សិតខាងសេដ្ឋកិច្ចនៅមហាវិទ្យាល័យប៉ារីសទី1ស៊ីថុនកំវ៉ានិងយូលីនិស្សិតមហាវិទ្យាល័យឱសថសាស្ត្រសមាគមនេះបង្កើតឡើងដើម្បីធ្វើយុទ្ធនាការឃោសនាប្រឆាំងនឹងបដិវត្តន៍របស់ប្រជាជនកម្ពុជាដែលមាននៅក្រៅប្រទេសឆ្នាំ1974នូងួនបានចូលបម្រើការនៅក្នុងអង្គការមួយតាមរយៈសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ3រូបឈ្មោះឆេណូហ្សង់បូដារ៉ែលនិងអេមេរីនៅក្នុងអង្គការនោះមាននិស្សិតគ្រប់សញ្ជាតិនូងួនត្រូវបានសាស្ត្រាចារ្យឆេណូហ្សង់ឧបត្ថម្ភថវិកាយ៉ាងច្រើនសម្រាប់សិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រគ្រប់សម័យកាលនៃមនុស្សជាតិពិសេសគឺស្រាវជ្រាវអំពីប្រវត្តិនិងមុខងាររបស់បញ្ញាជនកម្ពុជាក្នុងការកសាងវប្បធម៌និងនយោបាយចាប់តាំងពីឆ្នាំ1954ដល់ឆ្នាំ1975
ក្រោមការឧបត្ថម្ភពីឆេណូហ្សង់បានធ្វើឲ្យគាត់បានបន្តការសិក្សាបរិញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រនៅមហាវិទ្យាល័យអក្សរសាស្ត្រប៉ារីសទៀតនូងួនបានទទួលការអប់រំពីសាស្ត្រាចារ្យជនជាតិបារាំងជាច្រើនអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាពិសេសនយោបាយរបស់អង្គការបដិវត្តន៍ដែលបានជម្លៀសប្រជាជនចេញពីទីក្រុងនាថ្ងៃទី17ខែមេសាឆ្នាំ1975ថាជានយោបាយដែលដើរខុសឆ្គងប្រឆាំងនឹងមាគាបដិវត្តន៍នៅគ្រប់ប្រទេសសង្គមនិយមក្នុងលោកក្រោយមកដោយសារថាការសិក្សាផ្នែកនេះពុំមានតាក់ទងទៅនឹងស្ថានភាពពិតរវាងការស្រាវជ្រាវផ្នែកទ្រឹស្ដីនិងការជាក់ស្ដែងបានធ្វើឲ្យការសិក្សារបស់គាត់ត្រូវផ្អាកនៅឆ្នាំ1976ចំណែកឯការទំនាក់ទំនងជាមួយសាស្ត្រាចារ្យបារាំងនិងសាស្ត្រាចារ្យខ្មែរនៅតែមានបន្តនៅក្នុងឆ្នាំ1974នូងួនបានចូលរួមសម័យប្រជុំផ្សេងៗជាមួយនិស្សិតខ្មែរឯទៀតនៅទីក្រុងប៉ារីសដែលក្រុមនិស្សិតខ្មែរទាំងនោះសុទ្ធតែអ្នកប្រឆាំងនឹងបដិវត្តន៍ប្រជាជនកម្ពុជានិងជាអ្នកបម្រើឲ្យអង្គការ CIA ដែលមានខ្សែរយៈនៅប្រទេសបារាំងនិងប្រទេសថៃនូងួនក៏បានជួបនិស្សិតខ្មែរមួយចំនួនទៀតឈ្មោះយិនយិតថុលនិងលុចសឿនប្រធានសមាគមនិស្សិតគុណឋានារៈអនុប្រធានយិនយិតថុលនិងហុងអៀវផាវិជ្ជបណ្ឌិតបានបបួលគាត់ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីកសាងខ្លួនក្នុងមាគាបដិវត្តន៍ប៉ុន្តែនូងួនមិនបានត្រឡប់មកកម្ពុជាតាមអ្នកទាំងពីរទេនៅខែសីហានូងួនបានទទួលដំណឹងអំពីសភាពការនៅកម្ពុជាតាមរយៈនិស្សិតខ្មែរនៅប្រទេសបារាំង3នាក់ឈ្មោះខិនសុកផោងផាននិងហុកឌីឈ្មោះទាំង3នេះកំពុងបម្រើនយោបាយវិធានសនារបស់អាមេរិកកាំងថាយួនកុម្មុយនីសបានមកតាំងនៅក្នុងស្រុកខ្មែរខាងកើតទន្លេមេគង្គចំណែកផ្នែកខាងលិចទន្លេមេគង្គពួកខ្មែរក្រហមចែកជាបកពួកវាដណ្ដើមអំណាចនៅក្នុងទីក្រុងភ្នំពេញនិងព្រឹត្តិការណ៍កាប់សម្លាប់ប្រជាជនស្លូតត្រង់នៅក្នុងក្រុងនិងខេត្តនានាយ៉ាងសាហាវឃោរឃៅឆ្នាំ1976នូងួនបានចូលរួមប្រជុំមួយនៅបុរីអន្តរជាតិដែលមានខ្មែរនិងបរទេសចំនួន30នាក់ចូលរួមអ្នកទាំងអស់នេះខ្លះជាទាហានរបបសាធារណរដ្ឋខ្មែរដែលភៀសខ្លួននិងខ្លះទៀតជាភ្នាក់ងាររបស់ CIA ខិនសុកបានសៀងកំហួតនិងថោងផានបានឃោសនាថាទឹកដីកម្ពុជាបានពុះជ្រាបផ្នែកខាងកើតខេត្តស្វាយរៀងនិងព្រៃវែងនិងកោះខ្លះនៅតាមសមុទ្រទៅឲ្យវៀតណាមដោយសារថាទី1ប្រជាជនកម្ពុជាគ្មានសមត្ថភាពនឹងត្រួតពិនិត្យទឹកដីទាំង 181,000 គីឡូម៉ែត្រក្រឡាទី2ដើម្បីជាការសងគុណដល់សម្ព័ន្ធមិត្តវៀតណាមដែលបានជួយច្បាំងយកអំណាចឲ្យខ្មែរក្រហមខែមិថុនានូងួនបានចូលរួមប្រជុំជាមួយនិស្សិតខ្មែរនៅប្រទេសបារាំងដែលអ្នកទាំងអស់នោះពីមុនមកធ្លាប់បានរួមសកម្មភាពប្រឆាំងនឹងបដិវត្តន៍ជាមួយគ្នានូងួននិងនិស្សិតប្រឆាំងនឹងបដិវត្តន៍មួយចំនួនបានរៀបចំផែនការមួយបញ្ជូនឈ្មោះច័ន្ទសៀងកំហួតនិងអៀងឈុនចូលមកប្រទេសកម្ពុជាដើម្បីតាក់ទងជាមួយអ្នកដែលប្រឆាំងបដិវត្តន៍និងនិស្សិតមួយចំនួនដែលចូលមកប្រទេសកម្ពុជាមុនមានឈ្មោះតាន់ម៉េងមានកៅវ៉ាន់សម្បត្តិអុកហាតក្នុងគោលបំណងមួយបង្កើតចលនាកងទ័ពបះបោរនៅក្នុងស្រុកទី2ប្រមូលភ្នាក់ងារទាំងអស់ឲ្យចូលរួមធ្វើការក្នុងតំបន់បះបោរនិងតាក់ទងប្រជាពលរដ្ឋឲ្យរត់ចូលតំបន់បះបោរដែលនឹងបង្កើតនៅតំបន់និរដីទីក្រុងភ្នំពេញចាប់ពីខេត្តតាកែវពោធិ៍សាត់បាត់ដំបងនិងកំពតបន្ទាប់មកនឹងបន្តវាយសម្រុកដណ្ដើមយកខេត្តខ្មែរនៅតាមព្រំដែនខ្មែរសៀមទៀតនៅពេលដណ្ដើមបានខេត្តខ្មែរនៅតាមព្រំដែនហើយនឹងវាយសម្រុកពីព្រំដែនខ្មែរសៀមតាមខេត្តបាត់ដំបងនិងព្រះវិហាររួចចាប់ដៃជាមួយកងទ័ពដែលបានបង្កើតនៅតាមព្រំដែនខ្មែរសៀមហើយចាប់ផ្ដើមអនុវត្តផែនការយកតំបន់ខេត្តទាំង3ឆ្នាំ1978នឹងមានបញ្ជូនជំនួយកងទ័ពបន្ថែមទៀតទៅតាមមុខព្រួញ3ទី1មុខព្រួញខេត្តព្រះវិហារមុខព្រួញទី2ពីស្រុកស្វាយស៊ីសផុនបាត់ដំបងនិងមុខព្រួញទី3នៅតាមព្រំដែនខ្មែរសៀមនៅខេត្តពោធិ៍សាត់តាមជួរភ្នំដងរែកមុខព្រួញទី4គឺមាន2ផ្នែកតាមជើងគោកនិងជើងទឹកមុខព្រួញនេះគឺតាមខេត្តកោះកុងទ័ពជើងគោកមានគ្នា 3000 នាក់និងទ័ពជើងទឹកមាន800នាក់
នេះជាផែនការរបស់ CIA ដែលមានគម្រោងវាយប្រហារប្រទេសកម្ពុជារហូតដល់ឆ្នាំ1979ក្នុងគម្រោងបំបែកប្រទេសកម្ពុជាជាពីរហើយត្រូវការអនុវត្តផែនការនេះឲ្យបានសម្រេចរហូតដល់ដើមឆ្នាំ1980ខែធ្នូនូងួនសសេងជាមវិញសៀនត្រាន់តាំងសារិនតាន់លៀកភេងនិងឈៀងទួចបានទទួលភារកិច្ចពីអង្គការ CIA ឲ្យមកតាក់ទងនិស្សិតខ្មែរនៅប្រទេសបារាំងនិងនៅប្រទេសកម្ពុជានូងួនបានចាក់ចេញពីប្រទេសបារាំងហើយមកដល់ភ្នំពេញថ្ងៃទី24នៅវេលាម៉ោង3រសៀលរថយន្តបាននាំនូងួនទៅដល់សហករណ៍បឹងត្របែកនៅពេលដល់ទីនោះត្រីមេងហួតដែលជាអ្នកតំណាងសហករណ៍បានចេញមកទទួលនៅថ្ងៃបន្ទាប់នូងួនបានជួបជាមួយរស់សារិនសម្បត្តិអុកហាតមកដល់ស្រុកខ្មែរ3ខែបានឲ្យដឹងថាអ្នកដែលមានផែនការប្រឆាំងនឹងបដិវត្តន៍កម្ពុជាមានឈ្មោះច័ន្ទសៀងអេងឈុនកំហួតបានចេញទៅតាមសហករណ៍អស់ហើយដើម្បីអនុវត្តផែនការនេះចំណែកច័ន្ទគីស៊យនិងអស់បែលក៏ចេញទៅសហករណ៍ដើម្បីបញ្យល់ប្រជាជននៅក្នុងសហករណ៍នីមួយៗឲ្យចូលរួមធ្វើសកម្មភាពប្រឆាំងនឹងនយោបាយកសាងប្រទេសរបស់អង្គការបដិវត្តន៍នៅដំណាច់ឆ្នាំ1977ដែរនូងួនបានសារភាពថាគាត់ត្រឡប់មកកម្ពុជាក៏ដោយសារគាត់បានទទួលភារកិច្ចឲ្យមកតាក់ទងនិងរួមសកម្មភាពជាមួយអ្នករួមការងារចាស់ៗដែលធ្លាប់បម្រើនយោបាយសហរដ្ឋអាមេរិកនិងអង្គការ CIA ជាមួយនឹងអ្នកដែលប្រឆាំងនឹងចលនាបដិវត្តន៍ដើម្បីត្រៀមចាំការវាយប្រយុទ្ធតាមផែនការចក្រពត្តិអាមេរិកដែលប្រុងនឹងចែកប្រទេសកម្ពុជាជាពីរចំណែកមួយផ្នែកខាងទន្លេមេគង្គឲ្យចូលជាប្រទេសដែលស្ថិតនៅក្រោមរណបសហរដ្ឋអាមេរិកនិងប្រមូលកម្លាំងដើម្បីទប់ទល់ការវាយសម្រុកបន្តពីឆ្នាំ1980និងចលនាកុម្មុយនីសនៅអាស៊ីអាគ្នេយ៍ភ្ជាប់មកជាមួយនឹងចម្លើយសារភាពនេះនូងួនបានរៀបរាប់ឈ្មោះមួយចំនួនដែលខ្លួនបានពាក់ព័ន្ធនិងបានធ្វើសកម្មភាពជាមួយ